រត់ថ្ងៃនៅក្នុងគុកនឹងចែកអាហាររបស់នាងស្មើៗគ្នានៅលើជញ្ជាំងបន្ទាប់ពីអំបិលនិងស៊ុបបានច្រេះជញ្ជាំងទាំងស្រុងហើយស្ត្រីនោះក៏យកស្លាបព្រាបាយរបស់នាងហើយដួសផុកចេញពីជញ្ជាំងម្ដងមួយបន្ទាប់មកដែលឆ្លៀតឱកាសដែលឆ្មាំមិនចាប់អារម្មណ៍នាងក៏បានបាយផុកចេញតាមបង្អួចដើម្បីឲ្យខ្យល់បក់ដើម្បីកុំឲ្យរន្ធនៅលើជញ្ជាំងត្រូវបានឆ្មាំរកឃើញនាងបានស្នើសៀវភៅមួយចំនួនពីពន្ធនាគារនាងបានហែកទំព័រសៀវភៅចេញហើយដាក់វានៅក្នុងលិចទឹកហើយរោយផុកមួយស្រទាប់ពីលើបន្ទាប់ពីកូររួចក៏លាបល្បាយនោះឲ្យសព្វលើផ្ទៃក្រដាសបន្ទាប់មកនាងក៏បិទក្រដាសដែលលាបផុកនោះពីលើរន្ធដោយបន្លំថាវាជាផ្នែកមួយនៃជញ្ជាំងទោះជាយ៉ាងណាក៏ដោយដើម្បីជីកផ្លូវរងក្រំដីឲ្យបានលឿនបំផុតនាងត្រូវមានពេលច្រើនដើម្បីស្នាក់នៅក្នុងបន្ទប់របស់នាងដូច្នេះរាល់ថ្ងៃនៅពេលដែលអ្នកទោសផ្សេងទៀតចេញទៅធ្វើសកម្មភាពនាងនឹងលួនចូលទៅក្នុងផ្លូវរងក្រំដីហើយជីកមួយស្លាបព្រាបាយនាងបានជីកអស់រយៈពេលកន្លះឆ្នាំពេញហើយទីបំផុតក៏បានផ្លូវរងក្រំដីប្រវែងប្រហែល30ម៉ែត្រថ្ងៃមួយពន្ធនាគារបានទទួលពីមន្ត្រីប៉ូលីសជាន់ខ្ពស់នាយកពន្ធនាគារបានរៀបចំឲ្យអ្នកទោសស្រីរៀបចំពិធីស្វាគមន៍យ៉ាងអធិកអធមទោះជាយ៉ាងណាក៏ដោយស្ត្រីដែលមិនបានចាកចេញពីបន្ទប់របស់នាងអស់រយៈពេលកន្លះឆ្នាំមកហើយបានឆ្លៀតឱកាសលាយឡំជាមួយហ្វូមមនុស្សហើយធ្វើដំណើរទៅកាន់ទីលានកីឡាដោយសារតែនាងមិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលយូរមកហើយគ្មាននរណាម្នាក់ទាល់តែសោះស្ត្រីនោះក៏ដើរប្រែទៅកាន់ឡានរបស់មន្ត្រីបន្ទាប់មកក៏លូនចូលទៅក្រោមវាភ្លាមនៅពេលដល់ម៉ោងអាហារឆ្មាំក៏មកយកអាហារឲ្យស្ត្រីនោះដោយធម្មតាប៉ុន្តែរងចាំហើយមិនឃើញនាងមកយកឆ្មាំក៏ដឹងភ្លាមថាមានអ្វីខុសប្រក្រតីក៏ប្រញាប់ដោះសោបន្ទប់ហើយប្រញាប់ចូលទៅពិនិត្យគាត់បានរកឃើញថាអ្នកទោសពិតជាបានបាត់ខ្លួនគាត់ក៏ប្រញាប់ចុចសញ្ញាអាសន្នឃើញដូច្នេះនាយកពន្ធនាគារក៏ប្រញាប់រៀបចំឲ្យមន្ត្រីត្រួតពិនិត្យចាក់ចេញពីពន្ធនាគារដោយឡានបន្ទាប់មកនាយកពន្ធនាគារក៏ប្រញាប់ទៅកាន់បន្ទប់ហើយស្រែកដាក់កូនចៅរបស់គាត់ដោយកំហឹងបន្ទាប់មកក៏រើយយករបស់អ្វីមួយពីក្បែរគ្រែហើយបោះចោលប៉ុន្តែនៅវិនាទីបន្ទាប់គាត់បានរកឃើញថាកំបាំងដ៏ធំមួយគឺរន្ធដែលមិននឹកស្មានដែលត្រូវបានបំបែកនៅលើជញ្ជាំងប៉ុន្តែទស្សនវិជ្ជានៃចំពោះមុខពួកគេធ្វើឲ្យពួកគេភ្ញាក់ផ្អើលទាំងស្រុងមិនយូរប៉ុន្មានអាជ្ញាធរជាន់ខ្ពស់បានអធិការម្នាក់មកស៊ើបអង្កេតរឿងនេះគាត់បានលូនចូលទៅក្នុងផ្លូវរងក្រំដីតាមរន្ធនោះប៉ុន្តែបន្ទាប់ពីលូនបានរយៈពេល25នាទីពេញគាត់បានរកឃើញថាផ្លូវរងក្រំដីគ្មានផ្លូវចេញទេបន្ទាប់ពីចេញមកអធិការក៏បានពិនិត្យបន្ទប់ដោយប្រុងប្រយ័ត្ននៅពេលនេះគាត់បានឃើញស្លាបព្រាបាយដាក់មួយលេខហើយសន្និដ្ឋានថាអ្នកទោសបានជីកផ្លូវរងក្រំដីដោយប្រើស្លាបព្រាលើពីនេះទៅទៀតនាងក៏បានធ្វើឲ្យជញ្ជាំងច្រេះដែលអាចពន្លឿនដំណើរការជីកប៉ុន្តែនាយកពន្ធនាគារមិនយល់ថាខ្សាច់ដែលជីកបាននោះទៅណាអធិការក៏ងាកមកមើលបង្អួចបន្ទប់ហើយក៏គិតយ៉ាងជ្រៅគាត់បានដើរចេញទៅក្រៅបង្អួចដើម្បីពិនិត្យហើយបន្ទាប់មកក៏ស្ទង់មើលភូមិទេសជុំវិញអធិការក៏យល់ភ្លាមតាមពិតទៅផ្លូវរងក្រំដីគ្រាន់តែជាការបន្លំភ្នែកប៉ុណ្ណោះជាល្បិចដែលស្ត្រីនោះប្រើដើម្បីបន្លំឆ្មាំនិងទិញពេលវេលាហើយនៅពេលនេះស្ត្រីនោះបានចាក់ចេញទៅយូរហើយអ្នកទោសស្រីម្នាក់នេះរាល់ថ្ងៃនៅក្នុងគុកនឹងចែកអាហារស្មើៗគ្នានៅលើជញ្ជាំងបន្ទាប់ពីអំបិលនិងស៊ុបបានច្រេះជញ្ជាំងទាំងស្រុងហើយស្ត្រីនោះក៏យក